ឥឡូវយើងចូលដល់ Marakiwa ធឹកគីចូលដល់ផ្នែកខាងនិយាយហើយនិងផ្នែកខាងស្ដាប់ដែល Ilbon លេខ1 라흐만 씨가 동료와 이야기해요 ដែលលោក Rahman គាត់និយាយគ្នាជាមួយតែ wa iyaki កន្លែងនេះនិយាយគ្នាជាមួយនឹង Thongyo កន្លែងនេះគេទៅសេ Thong រីយ៉ូប៉ុន្តែយើងអានថាធុងញូដោយសារតែអ៊ីអ៊ឹងនេះមកប៉ះជាមួយនឹងរីអ៊ឺលបដូរទៅជានីអ៊ឿនប៉ះជាមួយនឹងស្រៈយ៉ូនីអ៊ឿនផ្លាស់សំឡេងទៅជាអក្សរញូអញ្ចឹងបានយើងអានថាធុងញូលោកឡាហ៊ឺម៉ាន់គាត់និយាយជាមួយនឹងមិត្តរួមការងារធុងញូកន្លែងនេះយើងបកថាមិត្តរួមការងារ 다음과 같이 이야기해보세요. 다음과 같이 그라인 과 같이 그라니 outdoor 뜨는. 인정 다음과 같이 이야기해보세요. 솜사 얘기니 outdoor 뜨는 강그라움. តែយើងកន្លែងនេះគេឲ្យយើងអានការសន្ទនារបស់ឡាហ៊ឺម៉ាន់ជាមួយនឹងធុងញូហើយគេឲ្យយើងសាកលបងនិយាយគ្នាឲ្យដូចទៅនឹងការសន្ទនារបស់ឡាហ៊ឺម៉ាន់ជាមួយនឹងធុងញូហ្នឹង កន្លែងនេះបងប្អូនឃើញ QR code បងប្អូនអាច scan ដើម្បីស្ដាប់ការសន្ទនារបស់ La Herman ជាមួយនឹង Thongyo ក៏បានដែរកន្លែងនេះខ្ញុំអានឲ្យតែម្ដង La Herman씨 លោក La Herman 어디에 가요? តើអ្នកទៅណា 식당에 가요 តើខ្ញុំទៅភោជនីយដ្ឋាន 오늘 회사 식당에서 밥을 먹어요 តើថ្ងៃនេះ អ្នកទទួលទានអាហារឬក៏អ្នកញ៉ាំបាយនៅឯកងទីនក្រុមហ៊ុនមែនទេឬក៏នៅឯកន្លែងទទួលទានអាហាររបស់ក្រុមហ៊ុនមែនទេអានីយ៉ូអត់ទេ 회사 근처에서 먹어요 តើអត់ទេខ្ញុំញ៉ាំនៅឯក្បែរក្រុមហ៊ុន នឹងគឺជាការសន្ទនារវាងធុងញូជាមួយនឹងឡាហ៊ឺម៉ាន់តាបន្តមកទៀតខាងក្រោមគេមាន Ilbon ហើយនិង Ebon មានលេខ1និងលេខ2តាលេខ1គឺជាអ្វីដែលយើងបានរៀនជាមួយគ្នាគឺជាការសន្ទនារបស់ឡាហ៊ឺម៉ាន់ជាមួយនឹងធុងញូហើយបន្តមកទៀតគេឲ្យយើងមើលទៅលើ Ebon ថាមើលទៅលេខ2គេឲ្យយើងដូរកន្លែងលឿងហ្នឹងយកមកដាក់ចូលកន្លែងលឿងហ្នឹងហើយកន្លែងត្រួយជែកហ្នឹងដាក់កន្លែងត្រួយជែកហើយយើងសាកល្បងអានវាសារជាថ្មីឧទាហរណ៍ដូចកន្លែងនេះ 오늘 회사 식당에서 យើងដូរទៅជា 오늘 치권 식당에서 밥을 먹어요 តើថ្ងៃនេះអ្នកទទួលទានបាយអេសនៅឯកងទីនរបស់បុគ្គលិកមែនទេឬក៏នៅឯកន្លែងទទួលទានអាហាររបស់បុគ្គលិកមែនទេអញ្ចឹងកន្លែងនេះយើងដូរកន្លែងត្រួយជែកហ្នឹងមកដាក់ត្រួយជែកវិញកន្លែងនេះ 회사 근처 យើងដូរទៅជា 회사 밖 តើ 근처 ក្បែរ 밖 ក្រៅ 아니요 어때 회사 밖에서 먹어요 តើអត់ទេខ្ញុំញ៉ាំនៅឯក្រៅក្រុមហ៊ុនអានេះយើងគេឲ្យយើងសាកដូរដើម្បីសន្ទនាគ្នាអញ្ចឹងឥឡូវយើងមើលលេខ2នៅខាងក្រោមតើលេខ2 2번 여러분은 오늘 어디에 가요 សួរតើអ្នកទាំងអស់គ្នាទៅកន្លែងណានៅថ្ងៃនេះ 이야기 해보세요 តើសូមសាកនិយាយតែប្រុសនេះក៏សួរថាម៉េចក៏សួរថា 오늘 어디에 가요 សួរថ្ងៃនេះតើអ្នកទៅកន្លែងណា 우체국에 가요 តើខ្ញុំទៅប្រៃសណីយ៍ឥឡូវយើងចូលដល់ខាងក្រោមតែយើងមើលខាងក្រោមគឺ 이링 씨가 친구와 이야기해요 តើញ៉ាអ៊ីរីងគាត់និយាយគ្នាជាមួយនឹងមិត្តភ័ក្តិ 잘 듣고 답해 보세요 តើឲ្យយើងស្ដាប់ឲ្យច្បាស់ 잘 듣고 ស្ដាប់ឲ្យច្បាស់គោហើយសូមឆ្លើយសំណួរថា Tape Poseo ឥឡូវបងប្អូន scan នៅក្នុង QR code ទៅឮការសន្ទនារបស់គេហើយឥឡូវខ្ញុំទៅអានឲ្យទាំងម្ដងនេះគឺជាផ្នែកខាងស្ដាប់ឥឡូវយើងមើលទៅលើមេរៀនទី4តែមេរៀនទី4របស់យើងគឺ 라흐만 씨가 식당에 가요 តើលោក 라흐만 គាត់ទៅភោជនីយដ្ឋានតែយើងមើលការសន្ទនារបស់គេកន្លែងនេះគឺ 친구 កន្លែងនេះណាំសំដៅទៅលើណាំចាប្រុសហើយ 이링 យកកន្លែងនេះគឺយកចាតាស្រី 이링 지금 어디에 가요 តា 이링 ឥឡូវហ្នឹងតើអ្នកទៅកន្លែងណា 도서관에 가요 តើខ្ញុំទៅបណ្ណាល័យអញ្ចឹងពាក្យខាងលើមុននេះគឺមានពាក្យសចំតើសចំបណ្ណាគារកន្លែងលក់សៀវភៅប៉ុន្តែ 도서관 គឺជាបណ្ណាល័យ 도서관에서 뭐 해요 តើអ្នកធ្វើអ្វីនៅឯបណ្ណាល័យ
ជេរលហេវតាខ្ញុំធ្វើលំហាត់គាត់ធ្វើលំហាត់នៅឯបណ្ណាល័យបាទនេះគឺជាផ្នែកខាងស្ដាប់របស់យើងបងប្អូនអាច scan QR code ដើម្បីស្ដាប់បន្តិចណាដើម្បីបង្កើននូវសមត្ថភាពនៅក្នុងការស្ដាប់របស់អ្នកទាំងអស់គ្នាឥឡូវយើងឆ្លើយសំណួរគេមកយើងអានអត្ថបទហើយយើងមកឆ្លើយសំណួររបស់គេសំណួររបស់គេមាន2តែសំណួរទី1សួរថា 이링 씨는 지금 어디에 가요? 따 그냥 이링 알아는 꽃들 건라이나 꽃들나 꽃들 도서관 뭐 보나ឆ្លើយខ្លួនឯងតិចមកតែសំណួរទី2សំណួរទី2សួរថា 이링 씨는 거기에서 뭐 해요? តាសួរតើកញ្ញា 이링 គាត់ធ្វើអ្វីនៅឯកន្លែងនោះតើគាត់ធ្វើអីគេ 숙제를 해요 តាកន្លែងនេះដាក់ 거기에서 숙제를 해요 តើគាត់ធ្វើលំហាត់នៅឯកន្លែងនោះតើនៅណានៅ 도서관 តើបណ្ណាល័យឥឡូវយើងមើលឋានៈចាំងនៅកន្លែងនេះបន្តិចមកយើងចូលដល់ផ្នែកខាង 일기와 쓰기 단어장 라니 그다삐 면 회사 식당 꽁틴របស់ក្រុមហ៊ុន chicken 식당 꽁틴 ឬក៏កន្លែងទទួលទានអាហាររបស់បុគ្គលិកដែលខឹនឆោក្បែរផាកក្រៅអូខេឥឡូវយើងចូលដល់ផ្នែកខាង ilkiwa suki ចូលដល់ផ្នែកខាងអានហើយនឹងសរសេរណាការអាននិងការសរសេរឥឡូវយើងមើលខាងក្រោមតែខាងក្រោមកន្លែងនេះគឺទាក់ទងជាមួយនឹងការអានជាមុនសិនហើយយើងមើលនៅខាងការអានថា 1번 다음 글을 읽고 질문에 답해 보세요 តែគេឲ្យយើងអានអត្ថបទអា 글 កន្លែងនេះអត្ថបទ다음តែ다음កន្លែងនេះមិនបកថាបន្ទាប់ទេបកថាខាងក្រោមអញ្ចឹង다음 글អត្ថបទខាងក្រោមគេឲ្យយើងអាន 읽다 កន្លែងនេះអានអត្ថបទខាងក្រោមគោហើយ 질문에 답해 보세요 តាសូមឆ្លើយទៅនឹងសំណួរឥឡូវយើងមើលអត្ថបទគេខាងក្រោមតាអត្ថបទកន្លែងនេះគឺតេតទៅជាមួយនឹង 후엔 ហើយជាមួយនឹងប្តីរបស់គាត់តា 후엔 씨는 오늘 공원에 가요 តានាង 후엔 ថ្ងៃនេះគាត់ទៅសួនច្បារ 공원에서 운동을 해요 តាគាត់ហាត់ប្រាណនៅឯសួនច្បារ 후엔 씨는 운동을 아주 좋아해요 តាកន្លែងនេះ 아주 좋아해요 កន្លែងនេះគឺគាត់ចូលចិត្តតាគាត់ស្រឡាញ់ឬក៏គាត់ចូលចិត្តអីគេចូលចិត្តការហាត់ប្រាណនឹងខ្លាំងណាស់តា 아주 ខ្លាំងណាស់តា 아주 좋아하다 មានន័យថាចូលចិត្តខ្លាំងណាស់ 후엔 씨 남편은 남편 កន្លែងនេះបកថាប្តីណាប្តីរបស់ 후엔 기타를 좋아해요. 꽉 졸지 기타 주말에 문화센터에 가요. នៅថ្ងៃចុងសប្តាហ៍តែ 주말 កន្លែងនេះបកថាថ្ងៃចុងសប្តាហ៍គាត់ទៅមជ្ឈមណ្ឌលវប្បធម៌ 문화 វប្បធម៌ center មជ្ឈមណ្ឌល 문화센터에서 기타를 배워요. គាត់រៀនហ្គីតានៅឯមជ្ឈមណ្ឌលវប្បធម៌តែនេះគឺជាអត្ថបទរបស់គេបន្តមកទៀតយើងមកឆ្លើយនឹងសំណួររបស់គេថាសំណួរទី1គេសួរថាម៉េចគេសួរថា 후엔 씨는 어디에서 운동을 해요? សួរតើកញ្ញានាង 후엔 គាត់ហាត់ប្រាណនៅឯកន្លែងណាគាត់ហាត់ប្រាណនៅកន្លែងណាគាត់ហាត់ប្រាណនៅឯខុងវ៉ុនតាខុងវ៉ុននៅសួនច្បារអញ្ចឹងបងប្អូនសរសេរចម្លើយចូលខ្លួនឯងបន្តិចមកនៅក្នុងកន្លែងនេះតាសំណួរទី2គេសួរថា 후엔 씨 남편은 ប្តីរបស់អ្នកនាង 후엔 무엇을 좋아해요 តើគាត់ចូលចិត្តអ្វីឬ 좋아하다 កន្លែងនេះចូលចិត្ត muat អ្វីតែគាត់ចូលចិត្តអីគេគាត់ចូលចិត្ត 기타 យើងទៅសេ 기타 ចូលមកតែសេចម្លើយចូលកន្លែងខ្លួនឯងបន្តិចមកយើងមើលអត្ថបទខាងលើគាត់ចូលចិត្តអីគេនេះ 기타를 좋아해요 តាទៅសេចម្លើយនឹងចូលមកតាលេខ3 3번 후엔 씨 남편은 문화센터에서 뭐 해요 សួរតើប្តីរបស់ 후엔 គាត់ធ្វើអ្វីនៅឯមជ្ឈមណ្ឌលវប្បធម៌តើគាត់ធ្វើអីគេគាត់រៀនហ្គីតានេះគឺជាចម្លើយនៃ 문화센터에서 기타를 배워요 គាត់រៀនហ្គីតានៅឯមជ្ឈមណ្ឌលវប្បធម៌បងប្អូនទៅសេចម្លើយចូលខ្លួនឯងតិចមកតាបន្តមកទៀតយើងមើលលេខ2នៅខាងក្រោមលេខ2 여러분은 오늘 어디에 가요 សួរតើអ្នកទាំងអស់គ្នាទៅកន្លែងណានៅថ្ងៃនេះ 거기에서 뭐 해요 តើអ្នកធ្វើអ្វី
nơi ai còn lại nốt so phổ xêu ta so lại nó so xê bịa đam bộ viết cái bịa sư đà ta nhưng sư đà bộ cho mình được tầm rong ao phu đà ta lại nó cứ bị chỉ có ấy ao phu đà cái đời nấng tầm rong xạ là bong phơi bảy mũi này xôm xạ so xê lại như dương ta xê cho mình tích máu lại cho nên ô nước dương từ ná dương đã cho máu đã niềm tin cái lại hai cái lại những cái mình e kha yo srap បន្តមកទៀតខគីអេសយើងធ្វើអីគេតែឧទាហរណ៍យើងធ្វើអីនៅកន្លែងនោះយើងទៅសេចូលបន្តិចណាមកចឹងមកហើយបន្តមកទៀតមកហើយយើងទៅសេអ្វីដែលយើងធ្វើនៅកន្លែងនោះជាមួយនឹងមិត្តភ័ក្តិមកតែកន្លែងនេះគេឲ្យឋានចាំងមួយទៀតហើយឋានចាំងក្តារពាក្យខងវ៉ុនសួនច្បារអាជូណាឬក៏ពេកណាណាំភ័នប្តីគីថាហ្គីតាឈូម៉ាល់ថ្ងៃសុក្រសប្តាហ៍ Muna Center មជ្ឈមណ្ឌលវប្បធម៌ Peuda រៀនតែ Pewoyo នៅខាងចុងមិញពាក្យ Pewoyo ហ្នឹងពាក្យដើមរបស់វាគឺពាក្យ Peuda ឥឡូវយើងចូលដល់ផ្នែកចុងក្រោយហើយផ្នែកខាង Munawa Chongpo តែផ្នែកខាងវប្បធម៌និងព័ត៌មានតែវប្បធម៌និងព័ត៌មាននៅក្នុងមេរៀនទី4របស់យើងគឺ Hanguke Shushik โครงการដែលកន្លែងសម្រាប់លំហែកាយរបស់ជនជាតិកូរ៉េឥឡូវយើងមើលអត្ថបទគេមក 한국에는 사람들이 쓸 수 있는 장소가 많아요. កន្លែងនេះគេទៅសេ 있는 ប៉ុន្តែយើងអាន in-는 ដោយសារសង្ស៊ីអ៊ុននេះមកប៉ះជាមួយនឹងនីអឿនសង្ស៊ីអ៊ុននឹងបដូរទៅជានីអឿនទើបយើងអានថា in-는 គេណានៅក្នុងប្រទេសកូរ៉េមានតែពាក្យម៉ាណាយោកន្លែងនេះយើងបក2ដងយើងបក2តង់វគ្គទី1យើងបកថាមានដល់ពេលវគ្គចុងក្រោយបកថាច្រើនយើងម៉ាណាយោមានអីគេមានកន្លែងឆាំងសូកន្លែងដែលអាចសម្រាប់បានច្រើនអញ្ចឹងកន្លែងនេះគេចង់និយាយថានៅក្នុងប្រទេសកូរ៉េមានកន្លែងដែលអាចសម្រាប់ច្រើន사람들이 산책을 하거나 자전거를 타는 시민 공원이 있어요. តែកន្លែងនេះយើងត្រូវប្រយ័ត្នពាក្យមួយគឺពាក្យឆាចុងកគេទៅសេឆាចុងកប៉ុន្តែយើងអានតែឆាចុងកដោយសារតែនេះអឿននៅខាងក្រោមនោះវាមកប៉ះជាមួយនឹងខីយកនៅបន្ទាប់វាហ្នឹងនេះអឿននឹងបដូរទៅជាអៀងទើបយើងអានថាឆាចុងកតែយើងកន្លែងនេះគឺមានសួនសាធារណៈតាស៊ីមីនខុងវ៉ុនយើងបកថាសួនសាធារណៈតាស៊ីមីនបកថាប្រជាពលរដ្ឋបូជាមួយនឹងខុងវ៉ុនសួនច្បារទៅយើងបកថាសួនសាធារណៈណាមានសួនសាធារណៈដែលមនុស្សម្នាដើរលំហែកាយឬក៏ជិះកង់경치를 보면서 តែតម្រងមានសមានធ្វើអ្វីមួយបណ្ដាហើយធ្វើអ្វីមួយបណ្ដាផ្សេងមួយទៀតណា경치កន្លែងនេះបកថាទេសភាព경치를 보면서 천천히 산책을 하는 둘레길도 있어요 តាតូ 있어요 កន្លែងនេះហើយក៏មានធុលេគីលកន្លែងនេះផ្លូវនៅក្នុងសួនច្បារផ្លូវដែលគេដើរឧទាហរណ៍ដូចនៅយើងមើលនៅក្នុងរូបភាពអញ្ចឹងមានផ្លូវនៅតាមមាត់សួនតាមមាត់សួនឬក៏តាមមាត់ឆ្នេរសមុទ្រឬក៏ឆ្នេរទន្លេអានឹងគេហៅថាធុលេគីលហើយក៏មានផ្លូវដែលគេដើរមើលទេសភាពបណ្ដាហើយអសកន្លែងនេះតម្រងមានសំបណ្ដាយើងបកទៅហើយដើរលំហែកាយយឺតបណ្ដា사람들이 잠깐 동안 쉴 수 있는 쉼터도 많아요 ហើយក៏មានតូម៉ាណាយោកន្លែងនេះហើយក៏មាន쉼터កញ្ចក់ឬក៏កន្លែងសម្រាកនៅក្នុងប្រទេសកូរ៉េកន្លែងសម្រាក쉼터កន្លែងនេះគឺសំដៅទៅលើកន្លែងសម្រាកដែលគេធ្វើមានម្លប់មានអីសម្រាប់ឲ្យមនុស្សសម្រាកប៉ុន្តែបើសិនជានៅខ្មែរយើងអាចបកថាកញ្ចក់ក៏បានដែរណាហើយក៏មានកញ្ចក់ដែលមនុស្សម្នាអាចសម្រាកតាស៊ីលស៊ូអ៊ីតាដែលអាចសម្រាកឆាំកាន់ទងអាននៅក្នុងអំឡុងពេលខ្លីយើងបកថាមកផ្លេតតែឆាំកាន់ទងអានមានមកផ្លេតកន្លែងនេះអាច10នាទីឬក៏5-10នាទីអីមកសម្រាប់មកគេបាត់ហត់នេះគេដើរទៅលេងទៀតអញ្ចឹងនៅពេលនោះគេប្រើពាក្យឆាំកាន់ទងអានហើយហូម៉ាណៃអូច្រើនផងដែរ사람들은 시민공원 둘레길 쉼터에서 즐거운 시간을 보내요. មនុស្សម្នាគេចំណាយពេលយ៉ាងរីករាយតែ즐거운 시간 보내다 បកថាចំណាយពេលយ៉ាងរីករាយអេសនៅឯសួនសាធារណៈផ្លូវដើរលំហែកាយហើយនឹងនៅក្នុងកញ្ចក់នេះគឺជាអត្ថបទទាក់ទងជាមួយនឹង Mundawa Chongpo នៅក្នុងមេរៀនទី4របស់យើងឥឡូវយើងមកឆ្លើយសំណួររបស់គេសំណួរទី1គេសួរថា 한국 사람들은 시민공원 둘레길에서 무엇을 해요? សួរតើជនជាតិកូរ៉េធ្វើអ្វីនៅឯសួនសាធារណៈនិងផ្លូវដើរលំហែកាយតើគាត់ធ្វើអីគេ
따띠모이 한국 사람들은 시민 공원에서 산책을 하거나 자전거를 타요. 그리고 하이 둘레길에서 경치를 보면서 천천히 산책을 해요. 나는 이때 또 이번에 좀 라띠모이다. 노띠삐 한국 사람들은 시민 공원 둘레길 쉼터에서 시간을 어떻게 보내요? 그래서 따존지ết 고래ចំណាយពេលវេលាតើ 시간을 어떻게 보내요는 좀តើជនជាតិកូរ៉េចំណាយពេលវេលាយ៉ាងដូចម្ដេចនៅឯសួនសាធារណៈផ្លូវដើរលំហែកាយហើយនឹងកញ្ចុះតើគេចំណាយពេលវេលាយ៉ាងម៉េចទេណា즐거운 시간을 보내요.ដល់ពេលយើងឆ្លើយមិន 한국 사람들은 시민공원 둘레길 쉼터에서 즐거운 시간을 보내요. 나는 그때 또ចម្លើយទី2 3번 물티 bảy 여러분 고향의 공원 쉼터 이야기해 보세요. kéo dương xa nỉ dế pi cái pi sun cho bà hai nâng cần cho nơi sau cùng nát rồi bỏ nhiệt ngọt nỉ tại những nơi sau cùng nát bao dương miên cái lại cái miên lại sun cho bài cái lại sum lại cái dương ai xa là bong nỉ bạn nâng tiệt tôi cho môi nâng muốn nào trong bộ là dương mưa khang ram tình máu ta nâng cái này sim thọ nâng hai từ sim thọ lại nâng cứ cái លក្ខណៈជាកញ្ចក់កន្លែងសម្រាកតាកញ្ចក់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺគេធ្វើឲ្យបាំងដបូលមានកន្លែងអង្គុយនៅក្នុងនោះប៉ុន្តែនៅក្នុងប្រទេសកូរ៉េលក្ខណៈអញ្ចឹងគេធ្វើឆ័ត្រមួយហើយគេដាក់តុសម្រាប់ឲ្យអង្គុយលំហែកាយអញ្ចឹងតានេះកន្លែងនេះគឺតេតទៅជាមួយនៅក្នុងសួនច្បារនោះធុលលេគីលសម្រាប់ស្ពានស្ពានហ្នឹងក៏គេហៅថាធុលលេគីលដែរបន្តមកទៀតនេះគាត់ជិះកង់លំហែកាយនៅតាមធុលលេគីលដែរអូខេឥឡូវយើងចូលដល់ផ្នែកចុងក្រោយចូលដល់ផ្នែកផារឹមចូលដល់ផ្នែកការបញ្ចេញសំឡេងតាមមើល Ilbon បងប្អូនអាច scan កន្លែងនេះដើម្បីរៀនស្ដាប់ការបញ្ចេញសំឡេងគេបានហើយនេះខ្ញុំអានឲ្យតែម្ដងថា 1번 다음을 듣고 따라 읽으세요 ណាសូមស្ដាប់ខាងក្រោមហើយអានតាមតែមើល 1번 តែមើលកន្លែងនេះគេដាក់ 극장에 ប៉ុន្តែយើងអាន 극장에 តែកន្លែងនេះជីអ៊ឹតកន្លែងនេះបញ្ចេញសំឡេងសាំងជីអ៊ឹតមានបញ្ចេញសំឡេងធ្ងន់ 극장에나 식당에서 디귿라인이បញ្ចេញ សំឡេង sang 디귿 បញ្ចេញ សំឡេង ធ្ងន់ ថា 식학교에 តែកន្លែងនេះ 기억 កន្លែងនេះបញ្ចេញ សំឡេង sang 기억 ទៅជា 학교에 នេះគឺជារបៀបនៃការបញ្ចេញសំឡេងដ៏ត្រឹមត្រូវតែឥឡូវយើងមើលលេខ2តា 2번 다음을 듣고 연습해 보세요 គេឲ្យយើងស្ដាប់ខាងក្រោមហើយគេឲ្យយើងវឹកហាត់តាមវឹកហាត់អានតាម 저는 지금 극장에 가요 ខ្ញុំទៅរោងភាពយន្តឥឡូវហ្នឹង 2번 លេខ2 식당에서 밥을 먹어요 ខ្ញុំញ៉ាំបាយនៅឯភោជនីយដ្ឋានឬក៏នៅឯហាងបាយទី3 3번 어디에 가요 តើអ្នកទៅកន្លែងណា 학교에 가요 ខ្ញុំទៅសាលារៀននឹងទាក់ទងជាមួយនឹងផ្នែកខាងផារឹមផ្នែកខាងបញ្ចេញសំឡេងឥឡូវយើងមើលខាងក្រោមទាក់ទងជាមួយនឹង Peun Ohi Hwakin ការពិនិត្យពាក្យដែលយើងបានរៀនតែ Peun កន្លែងនេះបានរៀន Ohi ពាក្យ Hwakin ពិនិត្យឥឡូវយើងមើលពាក្យទាំងអស់ហ្នឹងទៅពាក្យណាដែលយើងចេះពាក្យណាដែលយើងមិនចេះតែយើងពាក្យណាដែលយើងចេះយើងចាំយើងគូសគ្រីទៅតែបើពាក្យណាយើងមិនទាន់ចេះមិនទាន់ចាំទេធ្វើម៉េចបងប្អូនទន្ទិញវាឡើងវិញធ្វើម៉េចឲ្យចាំមកមេរៀនកុំឲ្យវាកោពាក្យកាលណាតែវាកោពាក្យគឺយើងពិបាកនៅក្នុងការរៀនទៅមេរៀនបន្ទាប់យើងអត់ទាន់ចេះពាក្យណាមេរៀនដែលយើងបានរៀនហើយវាធ្វើយើងពិបាកអូខេសម្រាប់មេរៀនទី4យើងបញ្ចប់តែត្រឹមហ្នឹងបាទអរគុណច្រើនជម្រាបលា